សូមគោរពនឹងជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះពេជ្រសុធិរៈមកពីក្រុម IU8 ថ្ងៃនេះខ្ញុំមានការងារប្រឡង midterm មួយដែលមានការ configure ទៅលើការកំណត់ interface ហើយនឹងការ set IP address ទី2ទៅលើការ create failover internet ដើម្បីការពារការដាច់ internet ហើយចំណុចទី3លើការ configure hotspot ហើយចំណែកស្នាមដៃនេះគឺជាការ configure ដែល ISP1 ហើយនឹង ISP2 ISP1 port ទី1គឺយើងរើសយកណាដើម្បីយក internet ចូល router ហើយជាមួយ port ទី2គឺយើងបាន set IP 192.168.25 ហើយ port ទី2ហ្នឹងគឺបានបោះមក port ទី1នេះនៃ router ABA យើងនេះហើយចំណែកcompany internet ISP2 port ទី1យើងរើសយកណាដើម្បី internet access ចូល router របស់យើងហើយចំណែក port ទី2គឺយើងយក 192.168.25 ដើម្បីបោះ IP address ទៅឲ្យ client ហើយ client របស់យើងគឺយើងភ្ជាប់ចេញពី port ទី2របស់ router ISP ទៅកាន់ port ទី2របស់ router ABA របស់យើងចំណែក port ទី3របស់ router ABA របស់យើងនេះគឺបានបោះទៅឲ្យខាង cell គឺ IP 10.10.3.1/25 ហើយ port ទី4គឺបោះឲ្យខាង account IP 192.168.1/25 ជាមួយនឹង port ទី5បោះទៅឲ្យ manager ដែលមាន IP 172.168.5/25 តើឥឡូវធ្វើមកមើលខ្ញុំ configure ទៅលើ VMware ទាំងអស់គ្នាហើយនេះគឺជា router របស់ខ្ញុំមាន3មាន ISP1 ISP2 និង router Megatex ហើយ ISP1 របស់ខ្ញុំport ទី1ខ្ញុំបានរើសយក NAT ហើយ port ទី2គឺខ្ញុំបាន set LAN management ឲ្យវាមួយមានឈ្មោះថា ISP1 port ទី2អញ្ចឹងលើ router ទី2របស់ខ្ញុំម្ដងអញ្ចឹង router ទី2ខ្ញុំបានយក NAT ហើយ port ទី2គឺខ្ញុំ LAN engagement របស់ខ្ញុំដាក់ឈ្មោះវាថា ISP2 internet 2អញ្ចឹងបន្តមកទៅលើមើលលើ router Megatex របស់ខ្ញុំrouter ទី3នេះគឺ router ទី1គឺខ្ញុំយក internet ចេញពី ISP ទី1មកដាក់ទៅ port ទី1នេះគឺ port ទី1ហើយអានេះគឺជា ISP2 បោះពី port ទី2មកហើយអានេះគឺជា port ទី3 port ទី4 port ទី5ឥឡូវអូខេតោះយើងទៅការ configure ទៅលើ ISP1 ដំបូងសិនឥឡូវខ្ញុំ open វាឥឡូវ log out ចូលអានេះ password 123អូខេអញ្ចឹងដើម្បីយើងដឹងថា internet យើងបាន access ចូលមកនៅយើង pin វាជាមួយនឹង DNS របស់ Google មកអញ្ចឹងមានថា router ខ្ញុំអត់មាន internet ទេអញ្ចឹងដើម្បីយើងឲ្យ router យើងមាន internet យើងចូល IP បង្កើត DHCP client យើងចូលសញ្ញាបូក1អញ្ចឹង internet យើងនាំចូលទៅតាម port ទី1អញ្ចឹងយើងរើស port ទី1នឹងមកហើយនេះ default route អូខេអញ្ចឹង IP បានបោះមកហើយគឺ 192.141.176/24 អញ្ចឹង internet ខ្ញុំក៏ access ចូលមកដែរអញ្ចឹងចំណុចបន្ទាប់យើងទៅបង្កើត IP address នៅ port ទី2អញ្ចឹងយើង add IP address មួយមកអញ្ចឹង IP របស់វាគឺ192.168.2.1/25តាម port ទី2អូខេបន្ទាប់មកយើងបង្កើត IP address ហើយឥឡូវយើងបោះ IP address ទៅឲ្យ client auto យើងប្រើ IP យើងប្រើ DHCP server បន្ទាប់មកយើងចុច DHCP setup រើសយក port ទី2 next next ដល់ DNS នេះយើងអាចថែម DNS របស់ Google មួយទៀតក៏បានយើងអត់ថែមក៏បានអូខេបន្ទាប់មកយើងធ្វើការឥឡូវយើងបានបោះ IP address ទៅឲ្យ client auto ហើយតែ internet យើងអត់ទាន់បានបោះឲ្យទេអញ្ចឹងយើងចូលបង្កើត NAT ចូល IP ចូល firewall NAT create action mask forward អូខេឥឡូវយើងចង់ដឹងថាតា internet យើងបាន access មកនៅអញ្ចឹងយើងនេះមើលមកហើយចង់ដឹងទៅវាបោះតែ client នៅឥឡូវខ្ញុំបើក Windows client មួយ
តែខ្ញុំទៅតេស្តលើ router Megatick នេះហ្មងតើអូខេឥឡូវយើងចូលមក Winbox របស់យើងមកslow អូខេខ្ញុំ reset router ចោលអូខេ change មកឥឡូវខ្ញុំ change ឈ្មោះវាមួយសិនកុំឲ្យវាជាន់ឈ្មោះគ្នាខ្ញុំចូល identify ដាក់ឈ្មោះថា company ABA អូខេហើយឥឡូវខ្ញុំសាកតេស្តមកថាអ៊ីនធឺណិតយើងថា router យើងបានអ៊ីនធឺណិតបានបោះមកនៅអូខេ no route ចឹងដើម្បីយើងអាចទាញអ៊ីនធឺណិតបានយើងចូល IP ចូល DHCP client create មួយកន្លែងនេះគឺ port ទី1យើងយកអ៊ីនធឺណិតនាំចូលមក port ទី1ហើយកន្លែងនេះខ្ញុំអត់យក default route ទេខ្ញុំយក no route ព្រោះសារយើងងាយស្រួលការធ្វើ file over នៅចំណុចបន្ទាប់ចឹងខ្ញុំដាក់ no អូខេចឹង IP វាបានបោះមកហើយតែអ៊ីនធឺណិតអត់តមកទេព្រោះដោយសារយើងយក no route ចឹងយើងត្រូវបង្កើត route មួយសិនចឹងដើម្បីបង្កើត route បានយើងត្រូវស្គាល់ gateway របស់អ៊ីនធឺណិតយើងចឹងយើង double click លើ IP address នេះមកនេះ gateway វា 192.168.2.1 ចឹងយើងវាយមក 192.168.2.1 apply អូខេឥឡូវអ៊ីនធឺណិតបាន access ចូល router យើងហើយហើយការ configure ទៅលើ ISP1 យើងក៏ជោគជ័យដែរកន្លែងនេះខ្ញុំ change ឈ្មោះឲ្យសិន ISP1 អូខេចឹងឥឡូវខ្ញុំទៅ configure ទៅលើ ISP2 ម្ដងចឹងខ្ញុំបើក router មួយទៀតខ្ញុំ disconnect អានេះមួយសិនអូខេអត់មាន password ទេ connect ចូល1 2 3 change អូខេឥឡូវយើងមកតេស្តមកថា router យើងមាន internet access ចូលមកនៅអូខេ pin មួយមក8.8.8.8 ចឹងន័យថា router យើងអត់តមាន internet ចូលទេខ្ញុំសុំ change ឈ្មោះមួយសិន ISP2 អូខេឥឡូវយើងចូលមកទាញ internet ចូល router របស់យើងគឺ IP DHCP client តោះមកយើង create មួយមក DHCP internet យើងចូលតាម port ទី1អូខេឥឡូវ internet យើងបានបោះចូលមកហើយចឹងបន្តមកយើងបង្កើត IP address មួយបោះទៅ port ទី2ដែល IP address របស់វាគឺ 172.168.2.1/25 អត់ទៅ port ទី2បន្ទាប់ពីយើងបង្កើត IP address ហើយឥឡូវយើងបោះ IP address ទៅឲ្យ client auto ម្ដងយើងចូល IP ចូល DHCP server បន្ទាប់មកយើងរើសយក DHCP setup រើសយក port ទី2 DNS next អូខេឥឡូវយើងបោះ IP address ទៅឲ្យ client auto ហើយតែនៅអ៊ីនធឺណិតអញ្ចឹងយើងដើម្បីបោះអ៊ីនធឺណិតទៅឲ្យ client បានយើងចូល IP ចូល firewall ហើយយើងរើសយក NAT create NAT macro red អូខេឥឡូវគឺយើង configure ទៅលើ ISP2 ហើយឥឡូវយើងទៅតេស្តទៅលើ router Megatick របស់យើងម្ដងចង់ដឹងថា ISP2 មកអ៊ីនធឺណិតអត់ឥឡូវខ្ញុំសាក disable នេះសិនមក disable ខ្ញុំមានថា router យើងនៅអត់តមានអ៊ីនធឺណិតដដែលចឹងខ្ញុំទៅបង្កើត DHCP client មួយទៀតខ្ញុំរើសយក port ទី2ម្ដងអានេះគឺជា ISP2 ខ្ញុំយក no route ដូចគ្នា
អូខេឥឡូវវាស្គាល់ហើយគឺ IP បានបោះមកហើយគឺ 172.168.126 តែឥឡូវអ៊ីនធឺណិតអត់តន់មកទេគឺដោយសារយើងអត់តន់បង្កើត static route ឥឡូវខ្ញុំបង្កើត static route មួយអូខេខ្ញុំបង្កើត static route មួយតែ gateway របស់វាគឺ 172.168.2.1 អូខេក៏ឥឡូវអ៊ីនធឺណិតបានបោះមកហើយឥឡូវខ្ញុំទៅដាក់កែ interface វាស្រួលមើលសិនគឺអានេះគឺដាក់ ISP1 ចឹង port ទី2គឺ ISP2 ហើយ port ទី3គឺ boss cell ហើយ port ទី4គឺ boss account ហើយ port ទី5គឺ boss manager ឥឡូវខ្ញុំធ្វើការកំណត់ interface ហើយឥឡូវខ្ញុំ set IP address ឲ្យ client ម្ដងគឺខ្ញុំចូល IP address តបមកខ្ញុំ create វាមួយឥឡូវ IP 10.10.3.1/2025 port ទី3 boss cell អូខេទី4គឺ 192.1/4.1/25 ដែរ port ទី4 172.168.5.1/25 ដូចគ្នាទៅលើ port ទី5អូខេឥឡូវខ្ញុំធ្វើការបោះ IP address នេះទៅឲ្យ client auto មក TCP server DHCP setup បោះទី3អូខេ DNS វាមក default ហើយចឹងទី4ចឹងទី5ឥឡូវខ្ញុំបានបោះខ្ញុំបាន configure ទៅលើការបោះ IP address ទៅឲ្យ client auto ហើយឥឡូវខ្ញុំបោះ internet ទៅឲ្យ client ម្ដងចូល IP ចូល firewall ហើយយក NAT create NAT ចូល action យកមក forward អូខេឥឡូវយើងទៅដល់ចំណុចការធ្វើ failover អញ្ចឹងយើងធ្វើ failover បានយើងតេស្តធ្វើ failover សិនឥឡូវខ្ញុំបិទមួយអីចឹងឥឡូវខ្ញុំបើកមកវាវិញមួយវិញមកហើយ failover នេះគឺខ្ញុំយក ISP1 ជាបកគោលហើយ ISP2 ជាសកួរនៅពេលដែលថា ISP1 ដាច់គឺខ្ញុំ ISP2 ហ្នឹងដើរម្ដងចឹងកន្លែង ISP2 នេះគឺខ្ញុំយក distance ហ្នឹងគឺខ្ញុំយកលេខ2អញ្ចឹងមានន័យថាបើសិនអាទី1ដាច់អាទី2ហ្នឹងមិនដើរតែអាទី1អត់ដាច់គឺអ៊ីនធឺណិតនៅតែ access ទី1ទៅដែរឥឡូវខ្ញុំសាកតេស្តទៅ client សិនតើឥឡូវមកធ្វើការតេស្តជាមួយ client ថា client បានមកអ៊ីនធឺណិតជាមួយនឹង IP address នៅឥឡូវខ្ញុំឈរនៅលើ port ទី4អញ្ចឹងខ្ញុំតេស្តមក IP config មកហើយ 192.168.4.1 អញ្ចឹងមានន័យថាIP address ហ្នឹងអ៊ីនធឺណិតគឺបានបោះមកហើយអញ្ចឹងខ្ញុំសាក់ pin មួយ pin 8.8.8 គឺមកហើយអញ្ចឹងអ៊ីនធឺណិតបាន access មកអស់ហើយអញ្ចឹងខ្ញុំសាកតេស្តគ្រប់ port មកឥឡូវខ្ញុំតេស្តលើ port ទី5ម្ដង
ឥឡូវ port ទី 5 គឺបាន 192.168.5.1 ហើយ internet ក៏មកដែរឥឡូវយើងសាក់ test មើល internet មកអត់ អូខេ pin ជាមួយនឹងអីយ៉ាអត់ស្គាល់ទេឈប់វ៉ែន pin ជាមួយ YouTube អូខេស្គាល់ចឹង internet ខ្ញុំមក access មកហើយចឹងឥឡូវខ្ញុំសាកដូរ port ម្ដងគឺមក port ទី 3 ម្ដងចង់ដឹងថា port ទី 3 វាមក internet អត់ទី 3 មកហើយ IP 10.10.3.126 ឥឡូវខ្ញុំសាក test pin មកខ្ញុំ pin មួយ YouTube ចឹងស្គាល់ចឹងមានន័យថាclient ខ្ញុំមាន internet ហើយអូខេឥឡូវយើងមក test file over ហ្មងឥឡូវខ្ញុំសាកបើក Microtik របស់ខ្ញុំហើយបើកនេះចូលមកពាក់កណ្ដាលមកពាក់កណ្ដាលម្នាក់មកដើម្បី test អូខេហើយយើងចូលទៅមើល IP DHCP client អូខេឥឡូវយើងសាក test បើក terminal 2 មក CMD ខ្ញុំសាក test នេះទៅលើ Trackhead internet ហើយនេះខ្ញុំ pin YouTube មកអូខេដកតេមកជំរាបថា internet ឥឡូវយើងដើរហើយឥឡូវខ្ញុំ test ទៅលើ Trackhead វាម្ដងអញ្ចឹងខ្ញុំ test ចង់ដឹងថាខ្ញុំប្រើទៅលើ internet មួយណា Trackhead 3.3 ចឹងអានេះ internet ដែលបោះចេញពី port ទី 2 យើងមកហើយអានេះជា internet ISP អញ្ចឹងនេះគឺជា internet ISP 1ដែលវាបានចាប់យក internet ISP 1យកមកប្រើអញ្ចឹងឥឡូវខ្ញុំសាកធ្វើការ disconnect ទៅលើinternet របស់ ISP 1ហ្នឹងទៅហើយខ្ញុំដាក់សាក disconnect ខ្ញុំចង់ដឹងថាថាវាចាប់ហ្នឹងថាយើងប្រើ internet របស់ ISP 1ទៀតអត់អញ្ចឹង internet នៅតែមានដដែលឥឡូវវាចាប់ចេញពី port ទី 10 តែឥឡូវ internet វាចាប់ចេញពី ISP 2 ម្ដងដែលវាមានgateway 172.168.2.1 គឺរបស់ ISP 2 នេះអូខេឥឡូវការធ្វើ failover យើងគឺជោគជ័យហើយឥឡូវយើងចូលមកដល់ការcreate hotspot ម្ដងចឹងដើម្បីយើងចូល create hotspot បានយើងចូល IP យើងចូលពាក្យ hotspot បន្ទាប់មកកន្លែងនេះគឺយើងដាក់ hotspot setup យើង set up លើ port ទី 3 កន្លែងនេះយើងចូល next កន្លែងនេះយើងយក NAN certificate កន្លែងនេះគឺជា DNS អញ្ចឹងយើងយក DNS មក 8.8.8.8 អូខេនេះគឺជា name ស្រាប់យើងចូល cell dot local អូខេ next នេះជា admin ធំរបស់យើង
OK ចឹងកន្លែងនេះខ្ញុំ rename វាស្រួលមើលចឹង hotspot dot enter 3 dot shell ចឹងខ្ញុំ set up hotspot មួយទៀតកន្លែងនេះខ្ញុំយកណាន់កន្លែងនេះខ្ញុំដូរពី cell មកដាក់ account account dot local អូខេឥឡូវខ្ញុំ rename វាសិន spot អូខេចឹងខ្ញុំ set up លើទី5ខ្ញុំ set up លើវាពាក្យ manager អូខេឥឡូវខ្ញុំធ្វើការ add user ម្ដងអូខេឥឡូវខ្ញុំចូលទៅadd user profile សិនដោយសារuser របស់យើងគឺមានអ្នកប្រើប្រាស់12អ្នកផង8អ្នកផង10អ្នកផងអញ្ចឹងខ្ញុំចូល create user profile មុនអញ្ចឹងខ្ញុំដាក់ add user profile នេះខ្ញុំដាក់ default ឲ្យ user របស់ cell មួយមកអញ្ចឹងខ្ញុំដាក់ user dot shell អញ្ចឹង user dot shell នេះគឺប្រើបាន12អ្នកអញ្ចឹងខ្ញុំនេះមកអូខេអញ្ចឹង user របស់ manager user របស់ account អូខេ user account account user account ប្រើបាន8នាក់អូខេអញ្ចឹងខ្ញុំ add មួយទៀតគឺ user របស់ manager user manager ប្រើបាន10នាក់ apply អូខេអញ្ចឹងឥឡូវខ្ញុំទៅបង្កើត user ទាំងអស់គ្នាចូល add កន្លែងនេះលើ manage របស់ cell អញ្ចឹង user នេះឈ្មោះ cell មាន password 1 2 3ហើយកន្លែង user default នេះគឺខ្ញុំយករបស់ cell ដែលយើងបង្កើតមុនហ្នឹង apply អូខេតោះឥឡូវយើងធ្វើការ add user មួយទៀតគឺ manage ទៅលើ port ទី4របស់ account user account account password 1 2 3ចំណែកកន្លែង user profile នេះគឺខ្ញុំបង្កើតមុនហ្នឹងគឺ user profile user account ហើយខ្ញុំបង្កើត user មួយទៀតគឺ manage ទៅលើ manager user ឈ្មោះmanager 1 2 3នេះខ្ញុំយករបស់ manager មកអូខេឥឡូវយើងធ្វើការ test ទាំងអស់គ្នាទៅលើ client ឥឡូវខ្ញុំដូរ port សិនមកឥឡូវខ្ញុំនៅ port ទី3ឥឡូវខ្ញុំដូរមក port ទី4វិញមកអូខេឥឡូវខ្ញុំចូល CMD មួយមកខ្ញុំធ្វើការ test internet ចឹង internet អត់ទាន់មានទេនៅក្នុងនេះមើល pin ទៅ 8.8.8.8 ក្នុង router យើងមាន internet តែ client យើងគឺអត់មាន internet មកទេអញ្ចឹងឥឡូវយើងទៅធ្វើការ create create ជាមួយ hotspot យើងទាំងអស់គ្នាមិញខ្ញុំទៅដាក់លើ port ទី4គឺ www.account.local អូខេយើងឥឡូវយើង connect ជាមួយនឹង user account មក account account password 1 2 3អូខេអញ្ចឹង internet ចាប់ផ្ដើមមកហើយអញ្ចឹងឥឡូវខ្ញុំទៅ test លើ port មួយទៀតគឺ port ទី5អូខេ
ចឹងគឺclient របស់យើងគឺអត់មានអ៊ីនធឺណិតទេđấy ចឹងខ្ញុំទៅធ្វើការ lock នៅ account hotspot របស់យើងគឺ www manager.local អូខេឈ្មោះ user របស់យើងគឺ manager password 123អូខេខ្ញុំវាយ password ខុសអូខេហើយអ៊ីនធឺណិតយើងមក access មកហើយអញ្ចឹងគឺ hotspot លើ port ទី 4 ទី 5 យើងដើរឥឡូវយើងមកតេស្តលើ hotspot ចុងក្រោយគឺ port ទី 3 អូខេទៅ port ទី 3 ម្ដងឥឡូវទៅ load time out ទៀតទេអត់តមានអ៊ីនធឺណិតមកទេគឺ www.shell.local អូខេ user របស់ shell password 123អ៊ីនធឺណិតបានមកវិញហើយយើងអាចមើលនៅក្នុងនេះបានគឺចូល IP ចូល hotspot ហើយទៅលើ active នេះឃើញ user កំពុងតែ active លើ hotspot របស់យើងអញ្ចឹងខ្ញុំសូមជម្រាបលាលោកគ្រូការ configure ខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលាលោកគ្រូ